theo nó cái đá tờ lé miền ê tiết hay miền chạy cháu tiết là mình cháu chạy ô hô នេះជាជ្រុងមួយនៃទេសចរក្នុងស្រុកដែលខ្ញុំគិតថាបងប្អូនយើងខ្លះមិនទាន់បានទៅដល់ដែលជាអារម្មណ៍រំភើបនិងកោតសរសើរទៅដល់អ៊ំដែលជាអ្នកអ៊ំទូកជូនភ្ញៀវទេសចរនៅតំបន់មួយនេះសហគមន៍ធម្មជាតិកំពង់ភ្លុកគឺពិតជាកន្លែងមួយដែលយើងមិនអាចមើលរំលងបានទេពេលមកលេងខេត្តសៀមរាបព្រោះថាតំបន់មួយនេះមិនត្រឹមតែមានព្រៃលិចទឹកដ៏ស្រស់ស្អាតទេយើងមកដើរលេងក៏បានជួយទៅដល់អ៊ំចាស់ដែលគាត់អ៊ំទូកនៅតំបន់មួយនេះផងដែរជួបរៀបសុំចង់រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីដែលវីដេអូនេះខ្ញុំនឹងមកផ្សព្វផ្សាយពីសហគមន៍មួយដែលមានចម្ងាយប្រហែល30គីឡូម៉ែត្រពីក្រុងសៀមរាបសម្រាប់ផ្លូវធ្វើដំណើរអត់ពិបាកទេឡានទាបក៏អាចជិះមកបានដែរព្រោះផ្លូវគឺចាក់កស៊ូស្អាតហើយទូកដែលខ្ញុំធ្វើដំណើរនេះគឺមានតម្លៃ 80000 រៀលឡើងទៅតាមចំនួនមនុស្សដែលអ្នកទាំងអស់គ្នាទៅតិចឬក៏ច្រើនសម្រាប់ពួកខ្ញុំទៅប្រហែលជា 5-6 នាក់តែក៏សូមបញ្ជាក់